តែលើជាមនុស្សឆ្លាតប្រាប់វាថាឲ្យតែយកមេក្បួនមកហ៊ុន30%ជារបស់វាមុខចំនួន10ឆ្នាំមិនអាចឲ្យអាអ្នកលក់តាមផ្លូវមកបំផ្លាញបានទេហ៊ុន30%ហេតុអីខ្ញុំត្រូវធ្វើកូនឈ្នួលគេអស់មួយជីវិតនោះចុះស៊ូឈីងមិនក៏សុកមកអញ្ចឹងនាងថាបានឃើញវីដេអូនឹងទើបមកតែមិនប្រាប់ថាមានការអីផងខានជួបគ្នាយូរហើយណ4ឆ្នាំហើយមែនទេស៊ូឈីងជានរណាគេមិនក៏ឯងទាំងពីរប្រែមុខអញ្ចឹងមិនពីក្មេងហាសខ្ញុំស្មានតែយ៉ាងហោចណាស់ឯងមានដំបូលត្រឹមត្រូវតើមនុស្សរវល់ក៏ចេះមកវិញដែរប្រាប់មុនមួយម៉ាត់ស្លាប់មែនអែវលុយឯងក៏នៅទីនេះដែរហេស្គមជាងមុនច្រើនណាស់មិនស្គមទេឯងវិញទេដែលផ្លែកស្ទើរតែចំណាំមិនបានហ្មងវីដេអូឯងថតវីដេអូហើយសំឡេងកយតែខ្យល់អាចឡើងដល់ 100000 ទិដ្ឋភាពនេះសំណាងហើយណាអញ្ចឹងឯងមកពីឆ្ងាយនេះគឺដើម្បីជួយថតវីដេអូឲ្យខ្ញុំមែនសុវត្ថិភាពចំណីអាហារគឺជាជំនាញខ្ញុំឯងយកប្រធានបទមកឲ្យដល់កន្លែងបើខ្ញុំមិនទទួលទេទៅនឹងនោះចង់ឲ្យខ្ញុំជួយកាន់អត់មិនបាច់ទេគ្រាន់តែមូលវាមកបន្តិចទៀតឯងដួសបាយធម្មតាទៅកុំមើលកាមេរ៉ាណាជ្រុងនេះឃើញពន្លឺទឹកគោល្អណាស់គឺល្អជាងការថតចំមុខឯង10ដងឯណោះស្អាតនឹងវាស្អាតហើយតែពួកកម្មករគិតតែពីរឿងបានច្រើនអត់ទេបានច្រើនជាចំណុចតាក់ទាញហើយរូបភាពស្អាតជាអ្នកផ្សព្វផ្សាយយើងត្រូវការទាំងពីរនឹងហ្មងឃ្លានហើយមែនទេស៊ូឈីងចាន់របស់ឯងខ្ញុំថែមពងទៀតខែងនេះចូលជាតិជាងពុកឯងកាលពីមុនទៀតតើឯងចាំអត់ការរៀនថ្នាក់ទី8ពុកឯងឲ្យឯងលក់ដំបងទឹកគោប្រែចង់ងាប់ទៅហើយអញហើយនឹងងាវលើម្នាក់ផឹកទឹកអស់3-10ម៉ោងខ្ញុំនៅចាំតើទៅដល់ផ្ទះរៀបមួយយប់តូលភ្លឺព្រឹកឡើងត្រូវម៉ែជាតិទៀតអាចចុះវ៉ាងហ៊ូក្រោយមកមានប្រតិកម្មមិនដែរវាតកបាំងចេញអស់ហើយឥឡូវស្ងាត់បន្តិចសិនខ្ញុំឆែកមើលហើយវ៉ាងហ៊ូក្តោបក្តាប់កន្លែងបាយកម្មករអស់7កន្លែងសុទ្ធតែជាកិច្ចសន្យាផ្ដាច់មុខមកអញចង់មានន័យថាមិនមែនគ្រាន់តែថតវីដេអូប្រៀបធៀបទេមែនថតវីដេអូប្រៀបធៀបជាជំហានដំបូងតែបើចង់ចាត់ការវាត្រូវផ្ដើមពីការផ្គត់ផ្គង់និងសុវត្ថិភាពចំណីអាហារខ្ញុំធ្លាប់លើកម្មករនិយាយថាប្រេងឆានៅកន្លែងហូបបាយដូចជាមិនបានដូរយូរហើយនាងជាថ្ងៃស្អែកឯងចេញលក់ធម្មតាទៅខ្ញុំយកវីដេអូនេះផុសសាកមើលសិនស៊ូឈីងចុះយប់នឹងឯងគេងឯណាចង់ឲ្យខ្ញុំជួយរកផ្ទះសំណាក់ឲ្យអត់ក៏រួចហើយសន្តាគារនៅក្បែរការដ្ឋាននេះតើផ្លូវទៅទីនោះយប់ងឹតណាស់ចាំខ្ញុំជិះកង់ទៅជូនឯងល្អតើថៅកែលីនមានសេវាជូនពិសេសទៀតអញ្ចឹងខ្ញុំនៅរៀបចំអីវ៉ាន់សិនចុះហូបតាំងពីតូចដល់ធំខ្ញុំក៏បានហូបតាំងពីតូចដល់ធំដែរតើបងហ៊ូកុំភ័យអីគ្រាន់តែជិះគ្នាលេងតើដែលបងលីមនិយាយថាហ៊ុន30%នឹងវាមានន័យថាម៉េចទៅបងកុំទាន់និយាយរឿងនឹងអីអញធ្វើការជាមួយលីនជាបានយូរប៉ុណ្ណាហើយជាង1ខែហើយជាមួយខែអញដឹងច្បាស់ហើយតើថាមួយថ្ងៃវាលក់បានប៉ុន្មាននោះពេលដាច់លក់បាន200ចាន200ចានមួយចាន10យ៉នចំណូលមួយថ្ងៃ2000ហូរចូលដៃវាចុះវាចែកអញបានប៉ុន្មាន3000ក្នុងមួយខែចំណូល50000តែអញបានតែ3000ហាងនឹងជារបស់អ្នកណាតែវាត្រូវចំណាយលើវត្ថុធាតុដើមថ្លៃប្រេងហើយត្រូវបើកលុយឲ្យអាម៉ាប់លីវទៀតខ្ញុំមិនមែនថាស៊ីដាច់លុយអញទេខ្ញុំគ្រាន់តែសួរថាហាងនឹងជារបស់អ្នកណាគេរបស់លីងជឺចុះមេក្បួនជារបស់អ្នកណាគេរបស់លីងជឺដែរហាងគឺជារបស់វាក្បួនក៏ជារបស់វាគេឈ្មោះក៏ជារបស់វាចុះអញវិញជាស្អីគេពួកយើងជាបងប្អូននឹងគ្នាធ្លាប់សន្យាថាថ្ងៃក្រោយនឹងបើកហាងធ្វើការជាមួយគ្នាពេលណាទៅចែកគ្នាមិនវិញមានចុះកិច្ចសន្យាអត់20ឆ្នាំមុនខ្ញុំក៏មានបងប្អូនម្នាក់សន្យាថាធ្វើការជាមួយគ្នាដែរក្រោយមកវាបើកហាងហើយខ្ញុំនៅតែជាអ្នកលីសែងឲ្យវាដែរទីបំផុតបងចង់ឲ្យខ្ញុំធ្វើអីឲ្យប្រាកដខ្ញុំមិនចង់ឲ្យអញធ្វើបាបវាទេតែខ្ញុំគិតថាអញមិនគួរឈរនៅពីក្រោយគេមួយជីវិតឡើយយកមេក្បួនមកខ្ញុំចេញលុយចេញកន្លែងអញធ្វើជាថៅកែហ្មងហ៊ុន30%សរសេរឈ្មោះអញលើក្រដាសខ្មៅឲ្យច្បាស់ចុះបើវាដឹងទៅគិតម៉េចដឹងហើយយ៉ាងម៉េចទៅមនុស្សតែងតែចង់បានកន្លែងខ្ពស់ហើយចាំខ្ញុំគិតមើលសិនល្ងាចមិញអញទៅណាទៅលេងស្រុកជួបបងប្អូនរឿងរវល់មួយរំពេចណាអញស្រួលហើយពេលល្ងាចមនុស្សច្រើនខ្ញុំរវល់ចង់ដាច់ខ្យល់ម្នាក់ឯងសុំទោសសម្លាញ់ស្អែកខ្ញុំប៉ៅទឹកក្រូចអញណាអូខេស្អែកកុំបាត់មុខភ្លាមទៀតណាបងជឿមានកម្មករប្រាប់ថាស្អែកក្រុមគេមកហូបច្រើនឲ្យត្រៀមថែម20ចានទៀតអញ្ចឹងស្អែកយើងខ្សាច់ថែម10គីឡូទៀតម៉ោង3ត្រូវក្រោកហើយព្រឹកស្អែកទៅយកអីវ៉ាន់ជាមួយខ្ញុំដែរណាមិនហ្នឹងថ្ងៃនេះហៀវលើអត់នៅទេគេថាទៅលេងស្រុកឯងជឿដែរវាជាបងប្អូនខ្ញុំប្រហែលជាមានការមែនលេងជឿថ្មីនេះឯងមានសត្រូវច្រើនណាស់ប្រយ័ត្នមនុស្សជុំវិញខ្លួនផងបានហើយកុំគិតច្រើនពេកវីដេអូស្អែកនេះខ្ញុំនឹងថែមបទសម្ភាសន៍កម្មករឯងជួយរក2នាក់ដែលហ៊ានចេញមុខឲ្យខ្ញុំផងពួកចឹងប្រហែលជាបានចាំខ្ញុំសួរគាត់មើលចុះចំណាយកៅលើឲ្យគេនិយាយពីរូបម៉ាត់ដែរទៅមួយរយៈនេះគេមិនសូវនិយាយស្ដីទេកុំបង្ខំអីអូខេតាមឯងចុះឆាប់ចូលគេងទៅស្អែកត្រូវក្រោកម៉ោង3យកពំខ្ញុំទៅផ្សារទិញបន្លែសិនអញជួយមើលឆ្នាំងគោនឹងផងកុំឲ្យរលត់ភ្លើងណាដឹងហើយតើម៉ោងប៉ុន្មានមកវិញបើលឿនប្រហែលម៉ោង5:01កន្លះដល់ម៉ោង7អញនាំអាម៉ាប់លីវទៅអូខេជីប្រយ័ត្នប្រយែងផងរបស់នេះហេតុអីបានជារបស់វាតែម្នាក់ឯងទៅឡានមកដល់ម៉ោង6អញត្រៀមខ្លួនទៅ